បងប្អូនខ្លះបាទចង់ស្រកគីឡូបាទតមមើលតមអូខេហាត់ប្រានផងតមផងបាទប៉ុន្តែនៅតែមិនស្រកអូខេនៅខ្ញុំអត់ទេខ្ញុំនៅញ៉ាំដដែលប៉ុន្តែខ្ញុំស្រកឲ្យសុខភាពប្រសើរជាងមុនទៀតអាហ្នឹងអាស្រ័យទៅលើការញ៉ាំរបស់យើងដឹងពីរបៀបញ៉ាំត្រឹមត្រូវអូខេដឹងពីវិធីអញ្ចឹងវិធីញ៉ាំឲ្យត្រូវក្នុងការស្រកស្រួលទេបងប្អូនបាទថ្ងៃសំខាន់បងប្អូនអត់ធ្វើតាមមិនអនុវត្តតាមអញ្ចឹងបើសិនជាបងប្អូនចង់ស្រកបងប្អូនធ្វើវិធីខ្ញុំស្រួលមែនតើបាទព្រឹកឡើងបងប្អូនដូររបបអាហារមកពេលចេញហើយបងប្អូនញ៉ាំទឹកឲ្យត្រូវទឹកសំខាន់ណាស់អ្នកខ្លះចង់ស្រកគីឡូតែអត់ហ៊ានញ៉ាំទឹកទេខ្លាចធាត់តែពិតអត់ទេការញ៉ាំទឹកត្រឹមត្រូវតាមគីឡូស្តង់ដាររបស់យើងហ្នឹងជួយឲ្យយើងស្រកទៅវិញទេអូខេហើយមួយទៀតបងប្អូនឆ្លៀតហាត់ប្រាណផងបាទហាត់ប្រាណហ្នឹងគឺមួយថ្ងៃ30ទៅ40នាទីបងប្អូនបាទមិនបាច់ច្រើនពេកទេអូខេហាត់ប្រាណយើងត្រូវតែធ្វើអញ្ចឹង3កលឹះសាមញ្ញហ្នឹងទេដែលជួយឲ្យបងប្អូនស្រកអូខេខ្ញុំមានស្រកបាទ10គីឡូឲ្យបងប្អូនមើលបាទក្បាលពោះពីមុនធំឥឡូវអស់លីងស្រួលខ្លួនជាងមុនអូខេអញ្ចឹងបងប្អូនចង់ស្រកពិតប្រាកដខ្ញុំត្រូវការ5នាក់ដើម្បីខ្ញុំងាយស្រួលក្នុងការតាមដានណាចង់ដឹងឆាតមក Facebook ឬក៏ទូរស័ព្ទរបស់ខ្ញុំ